Hello សួស្តីបងប្អូនអរគ្នានៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែករំលែកបងប្អូនអរគ្នាអំពីរបៀបនៃការ download ហ្វុនអក្សរសម្រាប់កម្មវិធី Word Excel PowerPoint នៅក្នុងទូរស័ព្ទ Mac Huawei MatePad SE11 អញ្ចឹងសម្រាប់ហ្វុនអក្សរនៅក្នុងកម្មវិធី Word Excel Sin គឺវាអត់សូវសម្បូរបែបប៉ុន្មានទេអញ្ចឹងបើសិនជាបងប្អូនចង់ add ជាមួយនឹងហ្វុនផ្សេងអាចធ្វើតាមវិធីសាស្ត្រនេះបានអញ្ចឹងដំបូងយើងចូលទៅមើលឲ្យហ្វុននៅក្នុងកម្មវិធីរបស់វាអញ្ចឹងបន្ទាប់ពីយើងចូលមើលទៅយើងឃើញថាវាអត់សូវមានហ្វុនសម្បូរបែបអញ្ចឹងបើសិនជាបងប្អូនចង់ add ហ្វុនបន្ថែមគឺអាចធ្វើទៅតាមវិធីសាស្ត្រនេះបានអញ្ចឹងជាដំបូងបងប្អូនអរគ្នាចូលទៅកាន់កម្មវិធីអ៊ីនធឺណិតណាមួយឬក៏កម្មវិធីជ្រោមក៏បានដែរឥឡូវខ្ញុំសូមចូលទៅកាន់ជ្រោមអញ្ចឹងបន្ទាប់ពីបងប្អូនចូលវាមកកាន់កម្មវិធីអ៊ីនធឺណិតឬក៏កម្មវិធីជ្រោមបងប្អូនអរគ្នា search ពាក្យថានេះខ្មែរហ្វុនសម្រាប់ MatePad នេះមកឬក៏បងប្អូនអាចចុចទៅកាន់description នៅខាងក្រោមវីដេអូហើយចុចចូល link នឹងមកនឹងនាំបងប្អូនអរគ្នាមកកាន់កន្លែង download នេះហើយអញ្ចឹងនៅក្នុង website នេះគឺវាមាន font ចំនួន3សម្រាប់ឲ្យបងប្អូនជ្រើសរើសបងប្អូនអាចជ្រើសរើសទីប្រហែលក៏បានដែរទី1ទី2ឬក៏ទី3ឬក៏បងប្អូនចង់ត្រឡើងវាទាំងអស់ក៏បានដែរតែឥឡូវខ្ញុំសូមឲ្យជ្រើសរើសយកទី1សិនហើយបងប្អូនអរគ្នាចុច download មកតែដោយសារនេះខ្ញុំ download វាបានម្ដងហើយឥឡូវខ្ញុំសូម download វាម្ដងទៀតអញ្ចឹងបន្ទាប់ពីបងប្អូន download វាបានហើយបងប្អូនអរគ្នាចូលទៅកាន់នេះកម្មវិធី file បន្ទាប់ពីបងប្អូនចូលមកក្នុងកម្មវិធី file ហើយបងប្អូនទាំងគ្នា scroll រកពាក្យថា download នេះបន្ទាប់មកអ្នកគ្នានឹងឃើញនេះ file ដែលយើង download មិញហ្នឹងបន្ទាប់មកអ្នកគ្នាធ្វើការចុច select view ហើយចូលកន្លែងពាក្យថា more ខាងក្រោមនេះបន្ទាប់មកជ្រើសយកពាក្យថា extract to នៅកន្លែងនេះបងប្អូនគ្នាអាចធ្វើការ edit ដាក់ file ដែលបងប្អូន extract ហ្នឹងទៅកន្លែងណាក៏បានដែរតែខ្ញុំសូមដាក់វានៅក្នុង download ដដែលហើយចុច OK បន្ទាប់មកចុច OK មួយទៀតមកនេះគឺជា file ដែលយើងបាន extract វាមិញហ្នឹងនេះអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការ extract file ហ្នឹងហើយបងប្អូនfile នេះបងប្អូនអាចលុបចេញក៏បានឬក៏អត់ក៏បានដែរអាហ្នឹងតាមចំណង់ចិត្តបងប្អូនទេអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការ extract file ហ្នឹងហើយបងប្អូនចូលទៅកាន់ file ហ្នឹងហើយ select select វាមួយហើយបន្ទាប់មកបងប្អូនអរគ្នា select all បន្ទាប់ពី select all ហើយបងប្អូនអរគ្នាហើយចូលមកកាន់កន្លែងពាក្យថា move នេះបន្ទាប់ពីចូលមកកាន់កន្លែង move ហ្នឹងហើយបងប្អូនអរគ្នា move វាមកដាក់នៅកន្លែងនេះបងប្អូនវាមាន file មួយដាក់ឈ្មោះថា font ហ្នឹងបន្ទាប់មកបងប្អូនអរគ្នាធ្វើការ move វាដាក់មកក្នុងហ្នឹងមកអញ្ចឹងបន្ទាប់ពី move ប៉ុណ្ណឹងមកគឺរួចរាល់ហើយឥឡូវយើងចូលទៅមើលនៅក្នុងកម្មវិធី Word យើងឥឡូវខ្ញុំសូមចេញសិននេះបងប្អូនអញ្ចឹង file font ទាំងអស់ហ្នឹងគឺវា load មកចូលនៅក្នុងកម្មវិធី Word របស់យើងហើយអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ធ្វើការតឡើង font លេខ2ឬក៏លេខ3នេះបន្ថែមបងប្អូនអ្នកគ្នាធ្វើតាមវិធីសាស្ត្រហ្នឹងដដែលមកគឺបានហើយបងប្អូនអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងថ្មីៗ
ឬក៏បើសិនជាបងប្អូនអ្នកគ្នាធ្វើវាអត់បានអីអាច comment នៅខាងក្រោមវីដេអូនឹងបានអរគុណ